ចៅសៀមទើបធ្វើសង្គ្រាមលើកដំបូងវាយល់ថាការផ្ដាច់ស្ពាននិងផ្ដាច់ប្រព័ន្ធនៃការដឹកជញ្ជូនស្បៀងនិងកងទ័ពវាអាចឈ្នះលើរឿង3យ៉ាងទី1បំផ្លាញសេដ្ឋកិច្ចទី2បំផ្លាញយោធានិងទី3វាអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសៀមវាមិនដឹងថាខ្មែរយើងកាន់តែវាយគឺកាន់តែខ្លាំងកាន់តែធ្វើបាបគឺកាន់តែតស៊ូដោយត្រីក្រាញ់ននាលខំតស៊ូដើម្បីយកឈ្នះយើងមើលស្មារតីនៃកងទ័ពយើងនិងប្រជាជនយើងដឹកនាំដោយថ្នាក់ដឹកនាំជាតិសម្ពាធដ៏ធំបំផុតគឺមិនបានលះបង់ដើម្បីជាតិហ៊ានលះបង់ការងារហ៊ានឆ្លៀតពេលវេលាហ៊ានតស៊ូបដូរជីវិតបើជាតិត្រូវការសូម្បីតែបងប្អូនជនពិការក៏ជួយថវិកានិងបដិញ្ញាដើម្បីការពារជាតិមាតុភូមិយើងដែរបើចង់ឈ្នះខ្មែរក៏តែសម្រាប់ខ្មែរមួយប្រទេសនិងខ្មែររស់នៅជុំវិញពិភពលោកបើមិនដូច្នេះទេគឺមិនអាចឈ្នះខ្មែរដាច់ខាតតែហេតុអ្វីទៅយើងអាចមើលនៅក្នុងប្រវត្តិសាស្ត្រក្រដាស់គ្រប់ទំព័រឈាមជ័រខ្មែរមិនដែលបាត់បង់សូម្បីតែម្ដងសូម្បីតែខ្មែរបាត់បង់ក្រុងខ្មែរបាត់បង់គ្រប់យ៉ាងក៏ខ្មែរនៅតែតស៊ូជានិច្ចតើតិចណាស់ទៅនៅក្នុងសង្គ្រាមដែលខ្មែរបាត់បង់ប៉ុន្តែខ្មែរនៅតែងើបដោយស្មារតីនៃជាតិមាតុភូមិយកទង្វើដ៏ថោកទាបឬការឈឺចាប់របស់សត្រូវធ្វើមកលើយើងបង្កើតជាភាពខ្លាំងនៃកម្លាំងដើម្បីច្បាំងយកឈ្នះព្រះរាជាណាចក្រកម្ពុជាត្បិតឆ្លងកាត់រាល់នៃទុក្ខវេទនាប៉ុន្តែព្រះរាជាណាចក្រកម្ពុជាមិនដែលរួញរាសូម្បីតែម្ដងដើម្បីការពារជាតិមាតុភូមិដែលជាទឹកដីកំណើតរបស់ខ្លួនឡើយ Kidney Pro ជួយដោះស្រាយបញ្ហានោមញឹកនោមឈឺនោមទាស់គ្រោះតម្រង់នោមបើមានបញ្ហាទាំងអស់នេះសូមជ្រើសរើស Kidney Pro